សួស្តីទាំងអស់គ្នាចឹងដល់វគ្គដែលសំខាន់មានថាវគ្គដែលចាប់ផ្ដើមឲ្យមានមនុស្សទិញផលិតផលយើងចាប់ផ្ដើមមានលុយចូលអញ្ចឹងវគ្គមួយនេះគឺសំខាន់បំផុតបែរថាយើងយកផលិតផលយើងហ្នឹងទៅដាក់លក់នៅកន្លែងណាហើយមនុស្សហ្នឹងនៅកន្លែងណាដើម្បីអាចទិញផលិតផលរបស់យើងបានហើយបើសិនជាគេប្រើពាក្យបច្ចេកទេសមានថា access to market មានថាយកផលិតផលដាក់ចូលក្នុងទីផ្សារតែពិតមានវិធីសាស្ត្រច្រើននៅក្នុងការយកផលិតផលទៅដាក់ចូលនៅទីផ្សារហ្នឹងគេថាវិធីសាស្ត្រក្នុងការបង្រៀនគ្នាយើងឬក៏លំហាត់ច្រើនដែលអាចឲ្យយើងសាកល្បងធ្វើយើងអាចរកនៅតាមអ៊ីនធឺណិតមកគោកវាយថា access to market how to access to market របៀបដែលយកផលិតផលទៅដាក់នៅក្នុងទីផ្សារបានដែលភាគច្រើនខ្ញុំបង្រៀនឬក៏បង្ហាត់បង្ហាញហ្នឹងបង្ហាញពីវិធីសាស្ត្រមួយឈ្មោះថា 4P ហើយបើថាខ្ញុំចូលជ្រៅមាន P1 P2 P3 P4 វាច្រើនពេកអញ្ចឹងខ្ញុំនិយាយតែមួយបានហើយគេហៅថា placement គេថា P ដែរ placement មានថាការយកផលិតផលហ្នឹងទៅដាក់នៅកន្លែងទីផ្សារហ្នឹងហើយផ្សេងទៀតដាក់យើងរកវិធីខ្លួនឯងទៅពេលទៅដាក់ឲ្យមនុស្សទិញបានអីបានហ្នឹងយើងបានគិតមុនហើយយើងនិយាយពីគោលដៅចំណូលអីហ្នឹងយើងត្រូវរកវិធីហើយប៉ុន្តែអាហ្នឹងគឺធ្វើឲ្យគ្នាយើងត្រូវគិតបន្តិចគិតនៅក្នុងការយល់ដឹងពីទីផ្សាររបស់ផលិតផលរបស់យើងតើនរណាគេជាអ្នកទិញផលិតផលរបស់យើងហ្នឹងឧទាហរណ៍ចុះថាលក់សាច់គោអាំងប៉ុន្តែទៅលក់នៅក្នុងវត្តដែលអត់ញ៉ាំសាច់អញ្ចឹងតើអាហ្នឹងយកផលិតផលទៅដាក់ក្នុងទីផ្សារហ្នឹងគឺផ្សារមានជាឈ្មោះផ្សារមែនគឺគេហៅថាផ្សារមនុស្សបួសប៉ុន្តែយកសាច់គោអាំងយកទៅលក់ក្នុងផ្សារមនុស្សបួសអញ្ចឹងតែយល់មិនដែរគេមានថាហ្នឹងអូខេយកទៅដាក់ទីផ្សារទៅដូចមានអារម្មណ៍ថាដាក់ដើម្បីអង្គុយផ្ទះមួយមានថាមានណាទៅទិញអញ្ចឹងវាគេហៅថាគិត logic តែប៉ុណ្្នឹងឯងគេថាស្វែងយល់មកថាទីផ្សាររបស់យើងនៅណាអញ្ចឹងគិតមើលណាគេផលិតផលរបស់យើងអញ្ចឹងទីផ្សាររបស់យើងអញ្ចឹងទីផ្សារហ្នឹងគឺមនុស្សទិញហ្នឹងឯងអញ្ចឹងពួកគាត់បដុំនេះណាឧទាហរណ៍ចុះថាលក់សភៅអញ្ចឹងពួកគាត់បដុំនេះណាបណ្ណាល័យសាលារៀនហាងកាហ្វេអានសភៅណាផ្សេងទៀតពេលណាដែលគាត់អានសភៅពេលណាដែលគាត់សម្រេចចិត្តថាត្រូវអានសភៅជួបជុំគ្នាកន្លែងសិល្បៈសម្ដែងអីណារបស់គាត់ទៅអញ្ចឹងវាតែងតែមានកន្លែងដែលពួកគាត់ជួបជុំគ្នាកន្លែងហ្នឹងឯងកន្លែងពួកគាត់ហ្នឹងឯងគេហៅថាទីផ្សារបាទហៅតែស្វែងរកមើលថាពួកគាត់ជួបជុំគ្នានៅណាកន្លែងមកគាត់នៅណាអញ្ចឹងបានគេបង្កើតទីផ្សារហ្នឹងគេបង្កើតផ្សារ Aeon មកផ្សារទូទៅពូហ្នឹងគេដាក់ផលិតផលទាំងអស់នៅហ្នឹងមកគេថាកន្លែងហ្នឹងគឺកន្លែងទិញអញ្ចឹងងាយស្រួលសម្រាប់យើងទៅយកអាហ្នឹងទៅដាក់នៅក្នុងផ្សារហ្នឹងទៅហ្វាស់ជាមានអ្នកទិញហើយ No វា saturated មានថាវាច្រើនពេកផលិតផលនៅក្នុងហ្នឹងឡើងរាប់រយរាប់លានហើយមនុស្សដើរជួនកាលរកហាងយើងមិនឃើញផងចុងបញ្ចប់ទៅយកលក់តាមអនឡាញវិញហ្នឹងអញ្ចឹងសម័យថ្មីនេះគេលែងធ្វើអញ្ចឹងហើយមានថាឲ្យតែយកផលិតផលទៅដាក់ក្នុងផ្សារទៅផ្ញើគេផ្ញើឯងទៅគេលក់លែងដាច់ហើយត្រូវយើងចេះរកវិញមានថាមើលទៅសិក្សាមើលពួកគាត់នៅម្ដុំណាហើយយើងលិះគាត់មើលអូខេគាត់នៅម្ដុំនេះគាត់នៅម្ដុំនេះពួកគាត់អាសាប្រើអ៊ីនធឺណិតចូលមើល TikTok ច្រើនពេលយប់ហើយម៉ោងប្រហែលម៉ោង6គាត់មើលស្អីគេខ្លះចម្រៀងហើយអញ្ចឹងដើម្បីឲ្យគាត់ចាប់ដើមមើលចម្រៀងហើយឃើញផលិតផលខ្ញុំត្រូវធ្វើម៉េចខ្ញុំប្រហែលធ្វើចម្រៀងដែរដើម្បីដាក់ផលិតផលចូលក្នុងហ្នឹងមិនអាហ្នឹងហើយបើថាយើងគិតថាយកផលិតផលរបស់យើងដាក់ចូលទីផ្សារកន្លែងដែលពួកគាត់ជួបជុំគ្នានឹងឯងទាំង digital ក៏ដោយឬមិន digital ក៏ដោយ online ក៏ដោយមិន online ក៏ដោយត្រូវគិតទាំងអស់ពេលដែលយើងគិតអញ្ចឹងហើយស្វែងយល់វាឃើញហើយទុកពេលទុកឱកាសខ្លួនឯងកន្លះម៉ោងមួយម៉ោងខែក្រោយគិតមើលទៀតថាពួកគាត់ទៅដល់ណាហើយជួនកាលខែហ្នឹងវានៅនឹងខែក្រោយគាត់រត់ទៅណាវិញបាត់ទៀតហើយតាមពួកគាត់ឈប់ប្រើ TikTok ប្រើ Facebook ទៅតាម Facebook ឈប់ប្រើ Facebook ថ្ងៃក្រោយមាន app ណាផ្សេងមួយទៀតទៅតាមពួកគាត់ទៀតអញ្ចឹងយកផលិតផលហ្នឹងទៅដាក់នៅកន្លែងដែលពួកគាត់ជួបជុំគ្នាតែប៉ុណ្្នឹងឯងអញ្ចឹងទុកពេលវេលាទុកឱកាសខ្លួនឯងកន្លះម៉ោងអង្គុយសិក្សាស្រាវជ្រាវមើលហើយលិះមកថាពួកគាត់នៅទីណាយុទ្ធសាស្ត្ររបៀបម៉េចដើម្បីយកផលិតផលរបស់យើងទៅដាក់កន្លែងហ្នឹងបានចេញមកគាត់ទៅជាយុទ្ធសាស្ត្រនៅក្នុងការដាក់ផលិតផលនៅក្នុងទីផ្សារអញ្ចឹងខ្ញុំសង្ឃឹមថាគ្នាយើងយល់ហើយទទួលបានមានអារម្មណ៍ថាមានប្រយោជន៍អាចយកហ្នឹងយកទៅប្រើសម្រាប់ធ្វើឲ្យផលិតផលរបស់យើងក្លាយជាអាជីវកម្មបានអរគុណច្រើន